ច្រើនក៏វាប៉ះពាល់ទៅដល់គុំបាដល់ស្បូនយើងចាអត់មានចំណងចាអត់មានចំណងអត់មានចំណងអត់មានមានអីក្រៅពីនឹងទៀតអ្នកគ្រូដែរក្រៅពីយើង stress ហ្នឹងមានមកដៃគូគាត់ដៃគូគាត់អត់ជួយគាត់សំខាន់ណាស់ពេលរងភេទតដៃគូចូលរួមដែរបរោះខ្មែរយើងអត់សូវចាប់អារម្មណ៍ពីស្ត្រីទេគាត់គាត់គិតតែខ្លួនគាត់ទេតែគាត់ដល់ចំណុចកំហុសខ្លួនគាត់ហើយចប់ហើយអត់វិវល់មួយស្ត្រីទៀត stress ចង់អត់អារម្មណ៍ឬឈឺចាប់ហ្នឹងក៏អត់អត់គាត់បើស្ត្រីនឹងគាត់និយាយថាគាត់បើនិយាយទៅសាក់ខ្ញុំថាសាក់គេអាភិបមែនទេណាចឹងលើពេកគេត្រូវតែភាសាគ្នាចឹងចាស្ត្រីដូចថាពេលដែលយើងមានបញ្ហាផ្លូវភេទគេត្រូវភាសាគ្នាដៃគូថាតើត្រូវធ្វើម៉េចហើយខាងប្រុសគាត់ត្រូវជួយខាងស្ត្រីដែរមិនឃ្លាមឡើងគាត់តែខ្លួនគាត់ទេណាគាត់ត្រូវជួយឲ្យស្ត្រីនឹងមានចំណងដែរមានអល់មានអីចឹងវាត្រូវការវងអែលហើយទោះបីចង់បញ្ចប់ទៅឲ្យក៏គាត់ត្រូវរងចាំស្ត្រីដែរបើសិនជាគាត់គិតថាគាត់ជាបរិសុទ្ធមែនណាតែបរិសុទ្ធម៉ែយើងភាគច្រើនខ្ញុំទទួលស្គាល់ចឹងចឹងមិននិយាយអស់ទៅខ្ញុំនិយាយអស់តែចូលទៅឲ្យគេស្ដាប់សាមានន័យមានថាអត់បានសុខស្រួលទាំងអស់គ្នាបរិសុទ្ធគាត់ស្រួលតែខ្លួនឯងបរោះគេដែលបើខ្ញុំមិនមែនមានន័យថានិយាយតោះសម្រាប់បរោះយើងទេបងចាបើគេជាបរោះមែនណាគេត្រូវគេតែគេផ្ដល់អត្ថប្រយោជន៍ឲ្យស្ត្រីគេរងចាំស្ត្រីពេលខ្លះទៀតគេរងចាំស្ត្រីហ្នឹងឲ្យដល់មុនគេទៀតក៏មានដែរតែបរោះយើងមិនថាបរោះយើងខ្ញុំមិនដឹងដែរតែបរោះខ្លះចឹងគិតតែខ្លួនគាត់ចាប់គឺចាប់នៅនិស័យហ្នឹងមួយទៀតពេលដែលរួមភេទគាត់ដល់ហើយគាត់ឈប់ណាចេះត្រីsẽចិត្តដល់របស់គាត់ដែរហើយអ្នកនឹងឈប់បាត់ស្ត្រីចាសោះខ្លះសួរគាត់ទៅគាត់អត់ដែរជាងគាត់អត់ហ៊ានឆ្លើយតែទៀតចាត្រូវណាគ្រូស្រីខ្មែរយើងវាច្រើនអៀនពេលសួរទៅខ្ញុំថាឆ្លើយប្រាប់ខ្ញុំមែនតែមកព្រោះមានប្រាប់គាត់វាស្ងួតតែគាត់មកប្រាប់យើងដែរចឹងដល់សួរគាត់ទៅគាត់ថាដែរសក់មែនអត់ដែរសក់មិនន័យថាដៃគូគាត់អត់ដែរជួយគាត់អត់អត់ចានេះគ្រូចឹងអាសរុបទៅអាបញ្ហាសួរហ្នឹងបច្ចេកទេសក្នុងការចូលដល់វ័យអស់រដូវមានចំនួននឹងកំណត់ចាមានតែចិត្តដល់ដូចយើងមានប្រខានចឹងយើងអត់ដឹងទេអានេះគឺផលិតចេញមកគឺមានស្តង់ដារគេស្រាប់តាមមកចាត្រូវនេះចាធ្វើឲ្យបាត់បង់ pH នៅស្អីខ្ពស់ពេកចាទី2តើទៅនឹងមេរោគការឆ្លងពីប្តីឬក៏ការជាសងและអីរោគសត្វអីចឹងតើចាមានការចាគេទៅឈឺទៅមែនអ្នកគ្រូហ្នឹងតើអត់មានអារម្មណ៍មួយដៃគូថាមានគេចែករំលែកតាក់ទងទៅនឹងដៃគូទៅនឹងការរំភេទចឹងគាត់បែរជាបន្ទោសគេថាអ្នកនឹងនិយាយអាភានិយាយអីចឹងគ្រូតាមពិតគេជាពេទ្យគេមានជាជីវៈចែករំលែកថាវាអាការដែលរួមភេទហ្នឹងវាសំខាន់ណាស់សម្រាប់ដៃគូចាសុខភាពផ្លូវចាប៉ុន្តែពួកគាត់គិតថាចេះហេតុអីអ្នកឯងយកបញ្ហាហ្នឹងយកមកនិយាយនៅលើបណ្ដាញសង្គមជារឿងអាភាឲ្យអ្នកស្ដាប់ហ្នឹងគេឬក៏ក្មេងៗអីគេស្ដាប់ទៅមានអារម្មណ៍មានអីចឹងតែការចែករំលែកចំណេះដឹងហ្នឹងវាការចែករំលែកចំណេះដឹងហ្នឹងវាល្អធម្មតាដៃគូប្តីប្រពន្ធវាត្រូវការហ្នឹងអ្នកគ្រូអ្នកណាក៏ដឹងដែរតែនៅពេលដែលគេនិយាយគាត់បែរជាគិតអវិជ្ជមានទៅផ្លូវផ្សេងអញ្ចឹងណាចាអញ្ចឹងទៅធ្វើឲ្យមនុស្សស្រីខ្មែរយើងចាគាត់យល់ចាគាត់យល់ការឲ្យស្រីខ្មែរខ្មាស់អៀនអញ្ចឹងពេលខ្លះសូម្បីឈឺគាត់សុខចិត្តទ្រាំឈឺម្នាក់ឯងអត់ហ៊ានប្រាប់ប្តីពេលខ្លះតែអត់ហ៊ានទៅពេទ្យអីចឹងទៀតណាគ្រូបញ្ហាហ្នឹងនៅតែមានស្ត្រីខ្មែរយើងនៅតែអៀនខ្មាស់ចឹងណានិយាយទៅ